តើពេលវេលាសំខាន់សម្រាប់មនុស្សយើងខ្លាំងប៉ុណ្ណាទៅណោះដូចជាពាក្យដែលគេតែងតែនិយាយថាធ្វើអីធ្វើឲ្យហើយទៅតើនៅមានពេលតើនៅមានជីវិតព្រោះតែអញ្ចឹងហីបានជាវាជារបស់មួយដែលអាចវិលត្រឡប់មកវិញបានទេទោះបីជាពេលវេលាដែលបាត់បង់ទៅហើយហ្នឹងក៏យើងអាចខ្វាត់វាបានដូចគ្នាអញ្ចឹងហីតើការយល់ដឹងពីតម្លៃនៃពេលវេលាពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់បង្ហាញពីអត្ថន័យក្នុងការរៀបចំទិសដៅនៃជីវិតរបស់យើងមែនដែរអញ្ចឹងមានន័យថាជីវិតរបស់យើងត្រូវការពេលវេលាដើរតួយ៉ាងសំខាន់នៅក្នុងការបំពេញនូវកិច្ចការផ្សេងៗក្នុងជីវិតរបស់យើងមែនតើពេលវេលាសំខាន់ខ្លាំងប៉ុណ្ណាអញ្ចឹងពេលវេលាវាប្រៀបដូចជាជីវិតរបស់យើងអញ្ចឹងមួយនាទីដែលវាឆ្លងកាត់ហ្នឹងគឺជាផ្នែកមួយនៃជីវិតរបស់យើងវាប្រៀបដូចជាវត្ថុធាតុដើមមួយដែលមានកំណត់ដែលអាចបន្ថែមបានទេទោះបីជាយើងមានលុយទៅទិញវាក៏យើងទិញអត់បានដូចគ្នាហើយពេលវេលាធ្វើឲ្យយើងអាចសម្រេចបានគ្រប់រឿងរ៉ាវដែលយើងចង់សម្រេចដូចជាគោលដៅសុខភាពការងារការសិក្សាឬក៏ទំនាក់ទំនងដែលយើងអាចសម្រេចបានគឺទៅការបំពេញទៅដោយពេលវេលាទាំងអស់មិនត្រឹមតែប៉ុណ្ណោះទេពេលវេលាក៏វាជាធនធានមួយដែលស្មើគ្នាដែរសម្រាប់មនុស្សម្នាក់យើងអាចមានលុយកាក់ឬក៏ឱកាសការអប់រំមានកម្រិតផ្សេងៗគ្នាប៉ុន្តែពេលវេលា24ម៉ោងលើ24ម៉ោងក្នុងមួយថ្ងៃគឺយើងមានរយៈពេលស្មើគ្នាតែសួរថាយើងអាចប្រើប្រាស់ពេលវេលារបស់យើងដែលយើងកំពុងតែមាននេះបានល្អខ្លាំងកម្រិតណាទៅចំណុចទី2ហេតុអីបានជាយើងត្រូវការខ្ជះខ្ជាយពេលវេលាដែលយើងមាននឹងអត់ប្រយោជន៍អញ្ចឹងស្ថានភាពទូទៅដែលធ្វើឲ្យយើងខ្ជះខ្ជាយពេលវេលាហ្នឹងដោយសារតែយើងគ្មានគោលដៅច្បាស់លាស់អញ្ចឹងនៅពេលណាដែលមនុស្សយើងអត់មានគោលដៅច្បាស់លាស់អត់ដឹងថាយើងចង់ធ្វើអីគេទេនោះហើយពេលវេលាដែលយើងមានហ្នឹងគឺយើងត្រូវបាត់បង់ម្ដងតិចដោយសារតែរឿងរ៉ាវទូចឬក៏បទពិសោធន៍ដែលចាំបាច់ឬក៏សកម្មភាពដែលមានរចនាសម្ព័ន្ធសម្រាប់គោលដៅជីវិតរបស់យើងចំណុចទី2ខួរក្បាលរបស់យើងតែងតែចូលចិត្តរបស់ណាដែលងាយយើងចូលចិត្ត scroll ទូរស័ព្ទលេងកំសាន្តឬក៏ធ្វើរឿងរ៉ាវផ្សេងៗដែលវាងាយស្រួលជាងធ្វើការងារណាដែលពិបាកឬក៏ប្រពេញនៃកាតព្វកិច្ចណាដែលវាពិបាកសម្រាប់កិច្ចការដែលវាផ្ដល់នូវអត្ថប្រយោជន៍ឬក៏គុណតម្លៃទៅដល់ជីវិតរបស់យើងឬក៏អត្ថប្រយោជន៍ជីវិតរបស់យើងដែលមនុស្សភាគច្រើនណាព្យាយាមជ្រើសរើសធ្វើរឿងដែលងាយមុនគេហើយអត់ចូលចិត្តធ្វើរឿងណាដែលពិបាកឲ្យទៅជាងាយទេចំពោះចំណុចទី3គឺគិតថាមានពេលក្រោយទៀតអញ្ចឹងយើងតែងតែគិតហើយមិនថាគេទេយើងតែងតែគិតថាខ្ញុំនៅមានថ្ងៃស្អែកទៀតចាំ1ម៉ោងក្រោយទៅចាំចាប់ផ្ដើមហើយខ្ញុំនៅក្មេងចាំពេលក្រោយឬក៏ចាំចាស់ទីទៀតចាំធ្វើអញ្ចឹងអាហ្នឹងហើយគឺជាលេសឬក៏អីដែលយើងតែងតែគិតថាវាអាចសម្រាប់បន្ទុករបស់យើងបានប៉ុន្តែក៏ពិតទៅអានេះគឺជាអាវុធលាក់មុខហើយដែលវាធ្វើឲ្យយើងនឹងខាត់ពេលវេលាខ្លាំងខាត់ប្រយោជន៍ខ្លាំងមែនតើចំណុចទី4ព្រោះដោយសារតែយើងនឹងកំពុងតែរត់តាមអារម្មណ៍ឥឡូវហ្នឹងហើយអញ្ចឹងបើសិនជាអារម្មណ៍របស់យើងចោះខ្សោយកំហឹងឬក៏ការធុញទ្រាន់របស់យើងហ្នឹងក៏វាងាយយើងនឹងធ្វើរឿងរ៉ាវណាដែលវាអត់ប្រយោជន៍ដូចគ្នាមានន័យថាយើងអត់ចេះទប់អារម្មណ៍អត់ចេះខាត់អារម្មណ៍ទេយើងរត់ទៅតាមអារម្មណ៍ណាដែលយើងគិតថាវាធ្វើឲ្យយើងសប្បាយចិត្តលឿនឲ្យយើងស្រួលលឿនអីចឹងទៅហើយយើងកុំភ្លេចថាពេលដែលយើងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានព្យាយាមរត់តាមអារម្មណ៍យើងព្យាយាមទៅធ្វើរឿងណាដែលសប្បាយឬក៏រឿងណាដែលអត់ប្រយោជន៍វាធ្វើឲ្យយើងនឹងខាតពេលធ្វើរឿងណាដែលយើងកំពុងតែធ្វើដែលមានប្រយោជន៍ទៅដល់អនាគតរបស់យើងនឹងស្ដាយក្រោយនៅថ្ងៃណាមួយឯងទី5បរិយាកាសជំរុញបណ្ដេញឲ្យយើងនឹងចេញពីគោលដៅរបស់យើងអញ្ចឹងដូចជាពាក្យដែលយើងតែងតែនិយាយថាខ្សែគប់មិត្តភ័ក្តិឬក៏អ្នកដែលស្គាល់ហ្នឹងត្រូវមើលផងខ្សែគប់អ្នករៀនយើងទៅរៀនខ្សែគប់អ្នកមិនរៀនយើងដឹងតែមិនរៀនដូចគ្នាហើយអញ្ចឹងអាហ្នឹងគឺវាសំខាន់ខ្លាំងមែនតើដែលវាអាចបំផ្លាញនៅគោលដៅរបស់យើងបានដូចគ្នាបើសិនជាយើងខ្សែគប់មិត្តភ័ក្តិដែលខុសឬក៏អ្នកដែលយើងស្គាល់អ្នកដែលយើងធ្វើការជាមួយនឹងខុសអញ្ចឹងយើងព្យាយាមរកអ្នកដែលយើងចង់ខ្សែគប់នឹងឲ្យត្រូវជាមួយនឹងគោលដៅដែលយើងចង់សម្រេចទៅទោះបីជាមិនត្រូវ 100% ក៏បានត្រឹមតែ8ឬក៏ 90% ដែរធ្វើមិនឲ្យទៅតាម flow ដែលយើងចង់ទៅសម្រេចគោលដៅរបស់យើងនឹងសម្រាប់ជំរុញទឹកចិត្តឬក៏ការលើកទឹកចិត្តរបស់យើងនឹងឲ្យទៅធ្វើជាមួយគ្នាហើយនៅពេលដែលយើងមានការងារជាក្រុមធ្វើបែបនេះក៏វាអាចជួយឲ្យយើងនឹងមាននៅការកែប្រែនៅកំហុសដែលយើងអាចមើលឃើញគេអាចប្រាប់មកយើងសម្រាប់កែប្រែកំហុសដែលជំរុញគោលដៅរបស់យើងនឹងកាន់តែល្អខ្ចោះងាយនឹងដកគោលដៅដូចគ្នាចុះសួរថាតើយើងត្រូវប្រឈប់នៅការខ្ជះខ្ជាយពេលវេលានឹងបានដោយរបៀបណាទៅណោះទី1គឺកំណត់គោលដៅទូចៗឲ្យច្បាស់លាស់អញ្ចឹងយើងត្រូវគិតពីគោលដៅទូចៗឲ្យច្បាស់លាស់សិនតើគោលដៅទូចៗគិតច្បាស់លាស់ហើយគោលដៅធំៗនឹងតែច្បាស់លាស់ដែរហើយអញ្ចឹងយើងត្រូវតែមានគោលដៅមួយឲ្យច្បាស់លាស់យើងត្រូវដឹងថាបើសិនជាយើងគ្មានគោលដៅទេពេលវេលានឹងបាត់បង់ទៅអូតូម៉ាទិកបដ ாய் មួយទៀតគឺបង្កើតគម្រោងប្រចាំថ្ងៃអញ្ចឹងការងារណាដែលយើងត្រូវធ្វើដូចជាមាន to do list ធ្វើមួយថ្ងៃ3ចំណុច4ចំណុចឬក៏5ចំណុចតែយ៉ាងហោចណាស់ក៏យើងត្រូវការធ្វើឲ្យបាន3ចំណុចយ៉ាងទូចឬក៏យ៉ាងធំដែរបើសិនជាយើងគិតថាការងារនឹងធំអីចឹងណាត្រូវបាន3ចំណុចក្នុងមួយថ្ងៃគឺពិតជាល្អខ្លាំងមែនតើហើយទី3គឺបណ្ដេញនៅការរំខានដូចជាប្រព័ន្ធអេឡិចត្រូនិកឧបករណ៍អេឡិចត្រូនិកផ្សេងឬក៏បរិយាកាសផ្សេងដែលនៅជុំវិញខ្លួនរបស់យើងដែលរំខាននេះព្យាយាមចេញឲ្យឆ្ងាយពីវាទៅយើងអាចទុកវាបន្លាយសិនចាំពេលណាដែលយើងត្រូវការកំសាន្តចាំយើងទៅចាប់កាន់ឬក៏លេងនៅឧបករណ៍ប្រើប្រាស់ផ្សេងដើម្បីកំសាន្តទៅក៏បានដែរចំណុចទី4ដំណើរការរួមនិងរង្វាន់អញ្ចឹងយើងអាចធ្វើការ25នាទីសម្រាប់25នាទីដែលវាកាត់បន្ថយនៅការធុញទ្រាន់របស់យើងជាមួយនឹងការងារដែលសារតែយើងធ្វើការផង
យើងមានពេលវេលាសម្រាប់តែយើងនឹងឲ្យរង្វាន់នៅខ្លួនឯងផងដូចគ្នាចំណុចទី5គឺមានវិន័យលើខ្លួនឯងអញ្ចឹងយើងត្រូវដឹងថាវិន័យលើខ្លួនឯងហ្នឹងគឺមានសារៈសំខាន់ខ្លាំងមែនតើគេដាក់វិន័យឲ្យយើងហ្នឹងយើងអាចប្រឆាំងបានតែយើងដាក់វិន័យខ្លួនឯងតែយើងប្រឆាំងគឺយើងដួលហើយអញ្ចឹងបើសិនជាយើងអត់មានវិន័យទេយើងព្យាយាម build នៅអាវិន័យរបស់ខ្លួនឯងឲ្យរឹងមាំព្រោះខ្ញុំគិតថាវិន័យលើខ្លួនឯងហ្នឹងគឺមានសារៈសំខាន់ខ្លាំងមែនតើដែលជំរុញឲ្យយើងហ្នឹងទៅដល់គោលដៅរបស់យើងដែលយើងចង់សម្រេចហ្នឹងបានលឿនដូចជាពាក្យដែលគេតែងតែនិយាយថាទោះបីជាយើងរស់នៅត្រូវការមានអ្នកលើកទឹកចិត្តនៅខាងក្រៅមកจากខាងក្រៅលើកទឹកចិត្តមែនប៉ុន្តែសំខាន់សួរថាយើងចេះលើកទឹកចិត្តខ្លួនឯងអត់បើសិនជាយើងអត់ចេះលើកទឹកចិត្តខ្លួនឯងទេទោះបីជាមានអ្នកផ្សេងមកលើកទឹកចិត្តក៏យើងអាចធ្វើខ្លួនឯងសប្បាយចិត្តបានដូចគ្នាអញ្ចឹងខ្ញុំអរគុណទៅកាន់អ្នកទាំងអស់គ្នាខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូថ្ងៃនេះខ្ញុំសង្ឃឹមថាវីដេអូថ្ងៃនេះនឹងអាចជួយអ្នកទាំងអស់គ្នាបានច្រើនមកកម្រិតដែរណោះហើយខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយបន្ថែមទៀតពីខ្ញុំ Share IKE សូមអរគុណនិងសូមជម្រាបលា